ស្រែមានតែកងកញ្ចឹងមានពេលខ្លាំងរកហូបមិនគ្រប់ភងទើបម្ដាយនួនល្អមិនចង់បានបងជាកូនប្រុសសាក្រទេប៉ុន្តែថ្លាមពីងមេផ្ទះដំបូររហែកបងចង់ដេកនៅវិឡាម្ដាយអូនឌីលថាបងគ្មានពាក្យណានឹងត្រូវប្រកែដឹកគោដើរកាត់ក្រោយឡានទំនើបឃើញហើយរំភើបឡើងហូរទាំងភ្នែកគេហៅម្ដាយអូនថាម៉ាក់ក្មេងមាននំណែកយ៉ាងច្រើនហោហើយក្រដូចបងនួនល្អងបានត្រឹមមើលចិនអូនត្រូវតែបងចោលខ្វិតពេលបានធូរេនពីគេស្បែកអូនសំតាដេកបំពុកលេមិនអាចចុះស្រែសាងស្នេហ៍នឹងបងដុំឡៃគោបងមិនដល់ពុនភ្លឺឡានគេគ្មានគីឡូទេយកនាងមេតាមបំណងម្ដាយអូនគិតត្រូវមិនព្រមឲ្យអូនយកបងតែសង្ឃឹមគេនោះមើលថែនួនល្អហើយស្មោះនឹងអូនក្រទេប៉ុន្តែថ្លាមពីងមេផ្ទះដំបូររហែកបងចង់ដេកនៅវិឡាម្ដាយអូនឌីលថាបងគ្មានពាក្យណានឹងត្រូវប្រកែដឹកគោដើរកាត់ក្រោយឡានទំនើបឃើញហើយរំភើបឡើងហូរទាំងភ្នែកគេហៅម្ដាយអូនថាម៉ាក់ក្មេងមាននំណែកយ៉ាងច្រើនហោហើយក្រដូចបងនួនល្អងបានត្រឹមមើលចិនអូនត្រូវតែបងចោលខ្វិតពេលបានធូរេនពីគេស្បែកអូនសំតាដេកបំពុកលេមិនអាចចុះស្រែសាងស្នេហ៍នឹងបងដុំឡៃគោបងមិនដល់ពុនភ្លឺឡានគេគ្មានគីឡូទេយកនាងមេតាមបំណងម្ដាយអូនគិតត្រូវមិនព្រមឲ្យអូនយកបងតែសង្ឃឹមគេនោះមើលថែនួនល្អហើយស្មោះនឹង